មិនដឹងអីសោះខ្ញុំមិនយល់ពីអ្វីមានន័យដូចម្ដេចមិនដែលគិតសោះថាត្រូវមកស្លាប់នៅទីនេះខ្ញុំក៏នឹកស្មានមិនដល់ដែរអ្នកដឹងទេថាខ្ញុំស្អប់ប៉ុណ្ណាអ្នកតែងតែធ្វើបាបខ្ញុំនោះជាការអនុវត្តតាមបញ្ជាដើម្បីវឹកហាត់អ្នកយ៉ាងតឹងរ៉ឹងមិនមែនការហ្វឹកហាត់ទេវាគ្មានអ្វីជាវឹកហាត់ទេតើអ្នកចូលចិត្តខ្ញុំឬអត់ទៅធ្វើការរបស់អ្នកទៅខ្ញុំគិតថាបញ្ហាពេលនេះមិនសមពិភាក្សាពីរឿងធ្ងន់ធ្ងរទេខ្ញុំមិនខ្វល់ទេតែខ្ញុំគិតថាគាត់ពិតជាមិនមែនទេពេលនិយាយរឿងនេះទោះបីក្របបែកមិនទុះក៏ដោយក្រោយមកគ្មានឱកាសទៀតទេនេះជាឱកាសចុងក្រោយហើយតើអ្នកគិតថាពេលណាទៅរងចាំដល់ខ្ញុំជ្រុះសអស់ថ្មិញក៏ជ្រុះដែរស្បែកក្រលួយដេកចាំស្លាប់លើក្រែទៅពេលនេះមែនទេអ្នកបែបនេះហើយតែពីមុនម្ដេចមិននិយាយខ្ញុំមិនចង់និយាយហេតុអ្វីព្រោះខ្ញុំធ្លាប់លែងលះមិនមែនខ្ញុំមិនខ្វល់ពីរឿងនោះទេអញ្ចឹងមកពីអ្វីដោយសារតែឪពុករបស់ខ្ញុំមែនទេត្រូវហើយព្រោះគាត់ជាអ្នកទទួលខុសត្រូវតំបន់គួរដាក់តាចាស់ម្នាក់សិនមិនមែនជាតាចាស់ទេគាត់ជាមេបញ្ជាការរងតំបន់របស់ខ្ញុំគាត់គ្រាន់តែជាតាចាស់ម្នាក់នឹងអ្នកនិយាយត្រូវក្នុងក្រសែភ្នែកអ្នកគាត់គ្រាន់តែជាតាចាស់តែសម្រាប់ខ្ញុំវិញគាត់ជាមេបញ្ជាការរងតំបន់ខ្ញុំមិនចង់ឲ្យគេនិយាយថាខ្ញុំបានឋានៈដោយសារមានក្នុងបង្អែកទេខ្ញុំមិនចង់ឲ្យគេចំអកឡើយគឺសាមញ្ញបែបនេះគ្រាន់តែមួយប្រយោគងាយម្លេះអាចលុបបំបាត់ការជឿចាប់ដែលអ្នកបានធ្វើលើខ្ញុំបានទេហាសចេតនាអ្នកគឺមានចេតនាហើយមិនចេតនាគឺចេតនាអ្នកគឺមានចេតនាសូមអបអរគាត់ផងអ្នកបានចូលមកក្នុងចិត្តខ្ញុំយកបេះដូងខ្ញុំទៅហើយក៏បោះបង់ចោលអ្នកចេតនាធ្វើបាបខ្ញុំអ្នកធ្វើវាដោយចេតនាហាសបើដូច្នោះខ្ញុំចង់បានអ្នកឥឡូវនេះបានទេអ្នកគិតថាអ្នកចង់បានខ្ញុំឥឡូវនេះមែនទេត្រូវទោះបីវាកើតឡើងហើយខ្ញុំនៅតែខ្វល់ខ្លាំងណាស់កំពុងផ្សាយផ្ទាល់មែនទេល្អណាស់បើចូលចិត្តគួរតែនិយាយចេញមកគួរឲ្យស្ដាយណាស់យើងហៀបនឹងស្លាប់ហើយយើងមិនមែនពិតជានឹងស្លាប់មែនទេពិតមែនអ្វីដែលយន់ឈូនិយាយគឺត្រឹមត្រូវសក់របស់យើងនឹងជ្រុះអស់ធ្មេញក៏នឹងជ្រុះអស់ដែររួចស្បែកក៏នឹងត្រឡប់មកវិញគ្រាន់តែដេកចាំស្លាប់ឲ្យវាចប់ទៅកុំនិយាយរឿងបែបនេះជាផ្លូវដែលយើងជ្រើសរើសហើយយ៉ាងហោចណាស់យើងក៏បានសម្រេចបេសកកម្មដែរចុះបើខ្ញុំស្ពតរឿងប៉ុណ្ណឹងចាំបាច់ស្ពតធ្វើអីខ្ញុំត្រូវការឲ្យអ្នកស្ពតស្ពតធ្វើអីទៀតខ្ញុំថាឲ្យអ្នកស្ពតគឺត្រូវស្ពតទៅខ្ញុំស្វះហើយស្ពតរឿងអីខ្លះនិយាយទៅខ្ញុំស្ពតថាខ្ញុំស្រឡាញ់ឋានសៀវលីនខ្ញុំចង់កំណត់ពេលសម្រាប់ស្នេហ៍មួយនេះខ្ញុំសង្ឃឹមថាវាមានរយៈពេល 10000 ឆ្នាំកំសាក់ណាស់និយាយឬអត់យើងនិយាយទេនិយាយមកនិយាយទៅខ្ញុំស្ពតចាំបន្តិចបើអ្នកដាក់កំណត់ពេលសម្រាប់ស្នេហាមួយរយៈពេលកំណត់ខ្ញុំត្រូវការ10000ឆ្នាំដដែលកូនឲ្យអ្នកមានទ្រព្យសម្បត្តិបើខ្ញុំនៅរស់កុំរៀបការនឹងខ្ញុំអីទៅថ្ងៃក្រោយបើខ្ញុំរស់បានអ្នកត្រូវរៀបការនឹងខ្ញុំមិនមែនទេគឺអ្នកត្រូវរៀបការនឹងខ្ញុំថាអ្នកត្រូវរៀបការនឹងខ្ញុំអ្នកពិតជាចង់ចេញទៅខ្ញុំគិតថាអ្នកចាំខ្ញុំបើខ្ញុំរស់ខ្ញុំនឹងតាមប្រមាញ់ស្នេហ៍អ្នក
ហាហា ហាឥឡូវអ្នកពេញចិត្តហើយហេតុអ្វីនាឡិកានេះមិនដើរមួយទៀតឥឡូវនេះអាចសន្និដ្ឋានបានហើយឧបករណ៍វាស់ក៏ខូចដែរ អាហោះមានន័យយ៉ាងម៉េច ហើយប៉ូលីសពិសេសមកមើលអ្នកជំនាញនេះទៅគ្រាប់បែកធម្មតាគឺដាក់ចុះក្រោមទាំងអស់ហេអ្នកទាំងអស់គ្នាចង់នៅយ៉ាងម៉េចអ្នកបោះបង់ពួកយើងចោលនៅទីនេះធ្វើអីរងចាំប៉ូលីសពិសេសមកដោះគ្រាប់ឲ្យអ្នកចុះព្រោះខ្ញុំអស់ការងារហើយពួកគេបានប្រើបច្ចេកទេសបោកប្រាស់យើងនេះគ្រាន់តែជាគ្រាប់បែកធម្មតាទេ អីចឹងមានន័យថា លែងមានជាតិវិទ្យុសកម្មហើយឧបករណ៍បំផ្ទុះនោះនៅតែមានកាំរស្មីយ៉ាងណាមិញវាជាឧបករណ៍អេឡិចត្រូនិកគ្រោះថ្នាក់វិទ្យុសកម្មស្មើនឹងអ្នកលេងកុំព្យូទ័រប៉ុណ្ណោះលោកទាំងពីរពួកយើងទៅមុនរញ៉េញ៉ៃណាយើងទៅអីចឹងគ្មានវិទ្យុសកម្មទេអ្នកពិនិត្យច្បាស់ហើយ អ្នកចង់មានន័យថា គ្មានវិទ្យុសកម្មទេ មិនក៏អ្នកចង់ឲ្យយើងស្លាប់ទៀត សម្ដីគាត់មុននឹងមិនមែនជាការទេអាយ៉ាកុំលែងដៃដាច់ខាត អីចឹងអ្នកចង់ឲ្យយើងស្លាប់មែន ទោះស្លាប់ក៏មិនឲ្យគ្រាប់បែកផ្ទុះស្លាប់ដែររឿងហួសហេតុទេ ខ្ញុំសួរអ្នកថាការបដិញ្ញាចិត្តមុននៅសុពលភាពទេ បើខ្ញុំថាមិនរាប់ជាការវាមានប្រយោជន៍ទេ អត់ទេយើងឬសំឡេងរន្ទះនេះហើយស្ដាប់លោកគ្រូណែនាំយើង